ខាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនមួយក្រុមបង្កភាពអធិបតេយ្យក្នុងមូលដ្ឋានជាប្រចាំកំពង់ស្ពឺនៅថ្ងៃទី23ខែមេសាឆ្នាំ2025មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថានៅចំណុចក្រោយផ្ទះរបស់ឈ្មោះលុកដុងភេទប្រុសស្ថិតនៅភូមិព្រៃធំឃុំយុទ្ធសាមគ្គីស្រុកសាមគ្គីមនីជ័យតែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចេញចូលធ្វើសកម្មភាពនៅទីនោះរៀងរាល់ថ្ងៃមួយយប់ទល់ភ្លឺក្រោយទទួលព័ត៌មានខាងលើកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមនីជ័យបានដាក់កម្លាំងឃ្លាំមើលត្បាតចិត្តទីតាំងខាងលើជាក់ស្ដែងកម្លាំងបានឃើញមុខសញ្ញាសង្ស័យចំនួន4នាក់ដែលមានឈ្មោះទី1ឈ្មោះលុកដុងភេទប្រុសអាយុ22ឆ្នាំទី2ឈ្មោះលុកអិចភេទប្រុសអាយុ17ឆ្នាំអ្នកទាំងពីររស់នៅភូមិឃុំខាងលើទី3ឈ្មោះខុនចន្ទរាភេទប្រុសអាយុ27ឆ្នាំរស់នៅភូមិទឹកឡោង2ឃុំរុងរឿងស្រុកថ្ពង់ទី4ឈ្មោះធុកឋានភេទប្រុសអាយុ18ឆ្នាំរស់នៅភូមិគៀមមនីឃុំរុងរឿងស្រុកថ្ពង់ជាស្ដែងកម្លាំងនគរបាលមានសមត្ថកិច្ចបានឃាត់និងពិនិត្យម្សៅក្រាមពណ៌សជាគ្រឿងញៀនចំនួន35កញ្ចប់32តូច3មធ្យមទូរស័ព្ទដៃចំនួន5គ្រឿងជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀនចំនួន1គ្រឿងម៉ូតូចំនួន2គ្រឿងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនមុខសញ្ញាសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធីច្បាប់